ប្រធានបទទី1ក្តៅចូលយោងបណ្ដាញផ្សព្វផ្សាយគ្រប់ទិសទីទាំងប្រព័ន្ធព័ត៌មានគណៈបកប្រជាជននិងប្រព័ន្ធព័ត៌មានឯករាជ្យប្រព័ន្ធព័ត៌មានផ្សេងឈុតជុំស្ដីអំពីការចាប់បញ្ជូនសូហ្វីពេជ្រណាហេងសុធីពីប្រទេសរុស្ស៊ីមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃម្សិលមិញអូស៊ីថាណិតយោងប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ត្រាលី ABC និង Al Jazeera បានផ្សព្វផ្សាយអំពី ABC និយាយអំពីបណ្ដាញលាងលុយនៅក្នុងប្រទេសកម្ពុជា Al Jazeera ចៅតានិយាយអំពីឃាតកម្មនៅពីក្រោយខ្នងសម្រាប់លឹមកំយ៉ាជាប្រពន្ធហើយអត្ថបទនេះត្រូវបានលោកសំរងស៊ីយកទៅចុះផ្សាយនៅក្នុងទំព័រ Facebook របស់គាត់ហានលោកភេទនិងជាប្រធានបទនៅក្នុងទំព័រ Facebook របស់គាត់ដែរអានេះគឺបងប្អូនចេះឆ្ងល់តានៅរាជាចុះហេតុអីបានជាមេសូនតារានិយាយមកយងវិទ្យាសាស្ត្រព្រោះអានឹងមិនមែនព័ត៌មាននឹងមិនចេញពីខ្ញុំទេគឺចេញពីគណៈបកប្រជាជនចេញពីរដ្ឋាភិបាលព្រោះចាក់ខ្លួនមែនតាមវីដេអូក៏មាននេះហើយ Al Jazeera បងប្អូនអាចទៅមើលបានទៅមើល YouTube ក៏បានមែនទេវាយទៅមើលថ្ងៃខែក៏បាន ABC បងប្អូនអាចទៅមើលបានណែអញ្ចឹងកន្លែងនេះខ្ញុំបានដាក់ប្រធានបទសំខាន់ខ្ញុំអត់ចង់បដោតការយកចិត្តទុកដាក់មកទំហឹងទៅលើហេងសុធីទេគឺខ្ញុំចង់ឲ្យបងប្អូនមើលទៅលើទឹកចិត្តមហាជននិងពិភពលោកជាលក្ខណៈចិត្តសាស្ត្ររដ្ឋាភិបាលនៃរបបហ៊ុនបានបង្ហាញមោទនភាពថាឯងទៅដល់ទីណាក៏ដោយក៏អញចាប់បានដែរផែនដីនេះអញមានអំណាចណាស់គេចង់អំនួតនិងគេចង់បំភ័យអ្នកដទៃគឺថាឯងនៅទីណាក៏អញចាប់បានដែរកុំចូលជាមួយអញឲ្យសោះគេចង់พูดតែចេះប៉ុន្តែវាត្រឡប់មកវិញក្នុងទឹកចិត្តមហាជនគេអត់គិតចឹងទេមិនចឹងបងប្អូនណាក្នុងទឹកចិត្តមហាជនគេគិតថាចុំទៅដល់ណាក៏វាចាប់បានតែចុះហេតុអីបានជាអាពីរនាក់ដែលសម្រាប់លឹមកំយ៉ាហ្នឹងនៅក្នុងប្រទេសកម្ពុជាចាប់មិនបាននេះមនុស្សទៅត្រឡប់ទៅវិញធម្មតាបើសិនជាខ្សោយបើសិនជារឿងហេងសុធីនឹងស្ងាត់ទៅហត់លឹមកំយ៉ាអាចម្ដងបន្តិចដូចកែមលៃចឹងបានខ្ញុំថាអាកម្មណាបងប្អូនស្រីម៉ៅកម្មណាបងប្អូនមនុស្សដែលប្រព្រឹត្តអំពើអាក្រក់គឺទោះជារឿងនឹងចង់ស្ងាត់វាតែតែមានហេតុណាមួយឆ្កឹះឲ្យវាក្រៅឡើងវិញឲ្យវាឆេះឡើងវិញឲ្យវាឆេះអញ្ចឹងបងប្អូនកុំសើបបដោតទៅលើហេងសុធីពេកហើយបានខ្ញុំថាអញ្ចឹងពីព្រោះគាត់ជាបុគ្គលឯកជនរឿងខុសច្បាប់គ្រាន់តែថាគាត់មានគុណសម្បត្តិតូចមួយត្រង់ហេតុគេប៉ុន្តែបើយើងនិយាយអំពីមានផលប្រយោជន៍សម្រាប់ប្រទេសជាតិជាអ្នកកសាងប្រទេសជាតិជាអ្នកដែលឈឺឆ្អាលរឿងអយុត្តិធម៌លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនេះលឹមកំយ៉ាមិនអាចទេប៉ុន្តែគ្រាន់តែយើងយករឿងនោះមកភ្ជាប់វិញមកឆ្លោះបញ្ចាំងអំពីផ្នត់កំណត់វិញថាមនុស្សគ្រប់គ្នាផ្នត់កំណត់មនុស្សគ្រប់គ្នាបងប្អូនណាអាខ្សោតារានិយាយនេះគឺនិយាយអំពីចិត្តសាស្ត្របងប្អូនសម័យមើលក្នុងផ្នត់កំណត់គ្រប់គ្នាពេលដែលគេឃើញណារបបហ៊ុនចាប់ហេងសុធីមកដល់ស្រុកខ្មែរពុកផ្នត់កំណត់មនុស្សគេអត់សរសើរទេគេទៅជាចំអករឿងមួយផ្លាកទៅវិញខ្ញុំថាមិញគេទៅយកនៅដល់រុស្ស៊ីហូបកំសោតទៅចាប់បានអញ្ចឹងបាញ់សម្លាប់លឹមកំយ៉ាអាពីរនាក់ណាអាម៉ាក់ពេលណាស្មីហើយវាទៅឯណាអាមិនក៏ចាប់ទៅមិនបានអានឹងវាត្រឡប់មកវិញមកវិញណាមួយឥឡូវខ្ញុំនិយាយចំណុចទី1នេះចំណុចទី2យោងតាមលោកកឹមសុខចនរ៉ាំបូថាគាត់វិភាគកឹមសុខបើសូនតារាអត់ដឹងកឹមសុខក៏គាត់យោងឲ្យគាត់វិភាគគាត់យោងតាមទស្សនៈវិភាគមើលរបស់គាត់តែកឹមសុខវិភាគត្រូវគាត់ណាភាគច្រើនត្រូវមិនសុខានការចាប់ហេងសុធីពីរុស្ស៊ីគឺជាការសម្របសម្រួលដោយប្រាក់សខុនចាយលុយរាប់លានដុល្លារតាមបណ្ដាញឧក្រិដ្ឋកម្មខ្មៅមួយងឹតណែបងប្អូនទៅមើលអត្ថបទរបស់នៃកឹមសុខនិយាយខ្លីទៅកឹមសុខគាត់ចង់បញ្ជាក់ថាតាមខ្ញុំយល់ពួកគាត់បាននិយាយតាមអត្ថបទរបស់កឹមសុខគាត់បានបញ្ជាក់អំពីប៉ូលីសអន្តរជាតិទេគាត់និយាយអំពីការចាប់ហេងសុធីគឺជាបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនចិនដែលសម្របសម្រួលដោយប្រាក់សុខុនរដ្ឋមន្ត្រី
ក្រសួងការបរទេសដែលទើបទៅឡើងមកម្ដងទៀតថ្មីមិនធៀបពិតណាតើហេងសុធីមកដល់ប្រទេសកម្ពុជាដោយវិធីណាខ្ញុំសូមមិនវិភាគចំណុចហ្នឹងទេមែនទេគាត់ថាខ្ញុំចង់លើកឲ្យបងប្អូនឃើញជ្រុងមួយលោកកឹមសុខគាត់បានកំណត់ថាការចាត់ខ្លួនហេងសុធីមិនមែនជាសមត្ថភាពនៃដែនប៉ូលីសនៃដែនរដ្ឋបាលផ្លូវភ្លឺទេជាដែនរដ្ឋបាលផ្លូវងងឹតបើដែនរដ្ឋបាលផ្លូវងងឹតបើសម្របសម្រួលដោយប្រាក់សខុនជាមួយចិនមានន័យថាអ្វីដែលសំរងស៊ីលើកឡើងអ្វីដែល ABC អ្វីដែលទូរទស្សន៍ណា Lita Angelus Al Jazeera បានលើកឡើងថាកម្ពុជាគឺជាប់ពាក់ព័ន្ធអំពើខ្មៅងងឹតឧក្រិដ្ឋកម្មខ្មៅក្រៅរដ្ឋាភិបាលខ្មៅជាប់ពាក់ព័ន្ធជាមួយនឹងថ្នាក់ដឹកនាំប្រទេសវាដូចជា logic បើយោងតាមកឹមសុខវាត្រូវ logic អាហ្នឹងប៉ុន្តែសន្ទរទុកអាហ្នឹងម្ល៉េះប៉ុន្តែខ្ញុំចាប់ផ្ដើមពិចារណាទៅចេះវិញអានេះវាមិនមែនជាទស្សនៈពិចារណាទៅវិញហេតុអីបានជាហេងសុធីរត់ទៅរុស្ស៊ីបើសម្រាប់ខ្ញុំមិនដឹងថាគាត់គិតយ៉ាងណាទេណាប៉ុន្តែខ្ញុំថាគាត់ល្ងងហ្មងណាហេងសុធីគឺមនុស្សល្ងងណាត្រូវដឹងថាទីតាំងណាសុវត្ថិភាពទីតាំងណាគ្មានសុវត្ថិភាពណារង Miller ទីតាំងនៅតំបន់អាស៊ីខ្ញុំប្រាប់ទីតាំងសុវត្ថិភាពនៅក្នុង10ប្រទេសហ្នឹងនៅលើពិភពលោកយើងនេះបើនិយាយថាទីតាំងនៃសុវត្ថិភាពជាងគេបំផុតគឺនៅអឺរ៉ុបនិងអាមេរិកបើយើងមិនមែនជាឧក្រិដ្ឋជនមិនមែនជាភេរវជនខ្ញុំនិយាយនេះមិនមែនមានន័យថានៅអាមេរិកនិងនៅអឺរ៉ុបមានសុវត្ថិភាពទេបើត្រូវមានលក្ខខណ្ឌនឹងបើយើងមិនមែនជាភេរវជនមិនមែនជាឧក្រិដ្ឋជនភេរវជនឧទាហរណ៍ថាម៉េចបងប្អូនមិនបាច់និយាយភេរវកណាអានឹងអត់មានពិភពលោកណាការពារទេគេចាត់បញ្ជូនទៅស្រុកខ្មែរវិញឧក្រិដ្ឋជនដែលយើងសម្លាប់មនុស្សនៅស្រុកខ្មែរយើងជួញដូរគ្រឿងញៀននៅស្រុកខ្មែរមែនទេជួញដូរពិតប្រាកដមិនមែនចំណាត់ខ្មាំងដូចឪពុកខ្ញុំមិនមែនអានេះយើងបាច់និយាយជាចំណាត់ខ្មាំងទេណាបងប្អូនបើនៅនឹងសម្រាប់មនុស្សនៅស្រុកខ្មែរជួញដូរគ្រឿងញៀននៅស្រុកខ្មែរបាទណារកស៊ីនៃខ្មៅងងឹតប្លន់នៅស្រុកខ្មែរហើយរត់មកដល់ស្រុកអាមេរិករត់មកស្រុកបារាំងក៏ចាត់បញ្ជូនទៅវិញដែរប៉ុន្តែបើអ្នកនឹងហែកទេអ្នកមានអំណាចអ្នកនឹងមិនមែនជាភេរវជនមិនមែនជាកិច្ចករមិនមែនជាអ្នករកស៊ីខុសច្បាប់មិនមែនជាអ្នកជួញដូរមនុស្សមិនមែនជាអ្នកជួញដូរគ្រឿងញៀនទេគាត់ជាមហាសេដ្ឋីធម្មតាមានទំនាស់ជាមួយនឹងណាហ៊ុនម៉ាណែតឧទាហរណ៍ទេចននេះហ៊ីមមានទំនាស់ជាមួយអ្នកណាម្នាក់មិនមែនហ៊ុនម៉ាណែតមានអ្នកមានអំណាចណាម្នាក់ជាមេតាហ៊ានមេបលីអញ្ចឹងទៅនេះរស់នៅស្រុកខ្មែរនឹងបានរត់មកដល់ស្រុកអឺរ៉ុបរត់ដល់ស្រុកអាមេរិកអានឹងគឺសុវត្ថិភាពមួយលានភាគលានមិនមែន 100% សុវត្ថិភាពមួយលានភាគលានបើអ្នកឯងមិនមែនជាឧក្រិដ្ឋជនមិនមែនជាភេរវជនមកដល់អឺរ៉ុបជាទីឋានមកដល់អាមេរិកជាទីឋានសុវត្ថិភាពអានេះខ្ញុំបញ្ជាក់ចេះចឹងបាទខ្ញុំអត់បកស្រាយអីជំនួសហេងសុធីថាហេងសុធីខ្ញុំមិនដឹងតែចំណុចហ្នឹងឆ្លាតអីក៏ឆ្លាតចុះតែមនុស្សវាទៅមានអាល្ងងអាហ្នឹងល្ងងមែនតើហ្មងហេតុអីបានជារត់ទៅរុស្ស៊ីទី1 Jerijan មែនទេមិនមនុស្សដែលមានទ្រព្យសម្បត្តិសុំវីសាមកអាមេរិកនិងមកអឺរ៉ុបងាយណាបងប្អូនណាអ្នកដែលដាក់វីសាសុំទៅអាមេរិកសុំទៅអឺរ៉ុបឲ្យតែបងប្អូនមានលុយច្រើនមានមុខរបរពិតប្រាកដដាក់មកតែ24ម៉ោងទៅឲ្យវីសាមកបើចង់មកបារាំងឬបើចង់មកអឺរ៉ុបឬឲ្យទៅរុស្ស៊ីអានេះមួយទៀតគេថាចុះបើសិនជាដាក់វីសារត់ភ្លាមរកពេលដកដង្ហើមមិនទាន់ទេបើឥឡូវសុំវីសាអាចគេចាប់ត្រូវដឹងថាភូមិសាស្ត្រអាស៊ីប្រទេសមួយដែលមានសុវត្ថិភាពគឺប្រទេសហ្វីលីពីនបងប្អូនអត់ដឹងសូនណាប្រាប់ណាប៉ាសពតខ្មែរណាអាចទិញសម្បត្តិយន្តហោះទៅហ្វីលីពីនបានណាហើយសុំសិទ្ធិជ្រកកោននយោបាយបានឲ្យតែយើងមានលិខិតឆ្លងដែនមានសុពលភាពហ្វីលីពីនគឺជាប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ាន10ប្រទេសគឺដើរដោយមិនត្រូវការវីសាទេគ្រាន់តែចូលបំពេញសំណុំបែបបទហ្នឹងអ្នកដែលកាន់លិខិតឆ្លងដែនខ្មែរអាចដើរបាន10ប្រទេសនៅក្នុងតំបន់អាស៊ីប្រទេសដែលមានសុវត្ថិភាពបន្ទាប់ពីហ្វីលីពីនគឺប្រទេសថៃបងប្អូននិយាយអញ្ចឹងគឺផ្ទះទ្រូងឯងភ្ញាក់ព្រឹកថាជេលោកអូថៃឥឡូវនេះមិនមែនជាតំបន់មានសុវត្ថិភាពទៀតទេវាអត់ដូចមុនទេវាមិនមែនជាតំបន់មានសុវត្ថិភាព 100% ទេប៉ុន្តែបើប្រៀបធៀបជាមួយនឹងឡាវវៀតណាមណាម៉ាឡេស៊ីថៃអាចមានសុវត្ថិភាពជាងមានពេលខ្លះ
ដោយសារតែយើងមើលឃើញរឿងដែលថៃចាប់បញ្ជូនមនុស្សនឹងការសម្លាប់លឹមកំយ៉ាធ្វើឲ្យមនុស្សខ្លាចដីថៃអាហ្នឹងគឺចាញ់ល្បិចហើយចាញ់តល់ណាបងប្អូនមានដឹងទេអ្នកចំណាកស្រុកជនភៀសខ្លួននៅថៃបច្ចុប្បន្នរាប់ពាន់នេះថៃបញ្ជូនមកអត់ប៉ុន្តែខ្ញុំនិយាយរឿងនេះមួយហេតុអីបានជាថៃចាប់មិនមែនចាប់តែខ្មែរទេចាប់ខ្មែរក៏ចាប់ភូមិក៏ចាប់ចិនក៏ចាប់លើកមុននេះចាប់ជនជាតិចិនប្រមាណអាមេរិកជនជាតិចិនដែលកាន់សាសនាអ៊ីស្លាមបញ្ជូនទៅឲ្យចិនធ្វើទរណកម្មអាមេរិកតោទោសឹមចន្ទរាអញ្ចឹងគេត្រូវធ្វើខ្លះដើម្បីអីប្រទេសគេនីមួយៗគេមានអធិបតេយ្យភាពគេមិនចង់ឲ្យមានជនតោប្រវេសច្រើនពេកឆៃយ៉ាសាប់សាអាមេរិកក៏ធ្វើបារាំងក៏ត្រូវធ្វើខ្លះបញ្ជូនទៅខ្លះអញ្ចឹងស្របពេលហ្នឹងគេមានបញ្ជូនទៅខ្លះបងប្អូនខ្ញុំជម្រាបប៉ុណ្ណានៅទឹកដីថៃទោះជាយ៉ាងណាក៏ដោយឲ្យតែយើងចូលទៅដល់ការិយាល័យអង្គការសហប្រជាជាតិទី1ទី2ត្រូវរស់នៅលាក់ខ្លួនរស់នៅកិច្ចខ្លួននៅស្រុកខ្មែរឯងមិនអាចកិច្ចបានទេប៉ូលីសថៃលើកលែងតែអ្នកនឹងជាអង្កត់ទៅជន់តែម្ដងបើអ្នកនឹងត្រឹមតែទោសនយោបាយគឺគេអត់ស្វះស្វែងដើររត់ទេគេគ្រាន់តែឃ្លាំមើលនិងចាប់បញ្ជូនតាមរោគតាមសញ្ញាលើកលែងតែអ្នកនឹងជាឃាតករគេរកតាម20ម៉ោងមិនដល់20ម៉ោងទេថៃគេរកឃើញប៉ុន្តែមានបងប្អូនយើងខ្លះគាត់អត់បានទឹកដល់ទៅនឹងនៅប្រទេសថៃក៏ជាទីតាំងសុវត្ថិភាពដែរឲ្យតែយើងកុំបង្ហោះ Facebook ឲ្យតែយើងចេះលាក់ខ្លួនតិចចល័តខ្លួនខ្ញុំប្រាប់ណាតារាជាសិននៅស្រុកថៃអ្នកដែលមកដល់អាមេរិកសិតឆ្លងថៃតាបើសិនជាមានរឿងខ្លះយើងបដិកលាគ្នាមានទូរស័ព្ទបដិកលាជាប់ជាមួយនឹងភ្នាក់ងារសិទ្ធិមនុស្សណាយ៉ាងច្រើនជាប់គុកនៅស្រុកថៃជាប់គុកស្រុកថៃបើមានស្ថានភាពធ្ងន់ធ្ងរថៃបញ្ជូនដោយមានការប្រយ័ត្នប្រយែងណាព្រោះគេត្រូវការមុខមាត់ប្រទេសគេគឺមិនស្ដាប់បញ្ជាណាទេបញ្ជូនដោយប្រយ័ត្នប្រយែងនិងដោយផលប្រយោជន៍ពីនេះខ្ញុំនិយាយដោយផលប្រយោជន៍នេះឧទាហរណ៍ដូចផនប៉ាណាគាត់ឆ្លងកាត់ថៃដែរហ៊ុនសែនមើលអល់ចារ៉ានេះទូរទស្សន៍នេះនិយាយពីផនប៉ាណានិងលឹមកំយ៉ានេះគេចាក់សម្លេងហ៊ុនសែនណាដែលព្រមានតាមសម្រាប់ផនប៉ាណាពេលនោះសូនតារាថាអ្នកណាចាំបានខ្ញុំបាញ់ជាងនោះទៀតបើចាប់ផនប៉ាណាបានសូនតារាដល់ស្រាប់ខ្ញុំថាអញ្ចឹងកាលនោះចាប់បានទេគង់រាយាឈឹមសុផាតនេះសុទ្ធតែអ្នកជាប់គុកនៅក្នុងស្រុកថៃយ៉ាងហោចក៏គ្រាន់តែជាងខ្មែរដែរបងជាប់គុកស្រុកខ្មែរដូចហេងសុធីណាប្រៀបដូចកែកចូលទៅក្នុងឆ្នាំងសម្លចឹងមិនអាចខ្លាយជាកែកពីបានទេបើជាប់គុកនៅស្រុកថៃមែនទេអាចទៅជាកែកចូលរត់ទេភ្លៀងធ្លាក់មកអាចចេញវិញលោតបានណាប៊ីគូអ៊ីសារូរ៉ាមេតាអ៊ុំអញ្ចឹងបងប្អូនជឿនៅយ៉ាងម៉េចសុផាន់សនៅស្រុកថៃខ្ញុំជម្រាបប្រាប់បងប្អូនដែលកំពុងភៀសខ្លួននៅស្រុកថៃត្រូវចេះលាក់ខ្លួនហើយបត់បែនមិនបាច់ធ្វើសម្បើមទេសុវត្ថិភាពទី1ឲ្យតែយើងចេះលាក់ខ្លួនប៉ូលីសថៃមិនតាមរយយើងដូចឃាតករទេទី1ទី2កុំនៅជាក្រុមបងប្អូនយើងខ្លះអាចជំទាស់ជាមួយសូនរាថាហេតុអីបើនៅជាក្រុមទៅមានគេមកចាប់យើងការពារក្រុមខ្ញុំចង់សម្ដៅលើសពី3នាក់ជាយោបល់សូនរាអ្នកនៅស្រុកថៃណានៅកុំឲ្យលើសពី3នាក់បើតាណាមានក្រុមច្បាស់ជាមានជនក្បត់នៅក្នុងនឹងហើយពួកមនុស្សអត់មានអំណាចស្មើលុយទេបងប្អូនលុយទិញក្បាលមនុស្សលុយមានឥទ្ធិពលណាស់ណាបងប្អូននៅណាសាក់នៅពី5 6នាក់មើលដូរទីលំនៅទៅដល់ណាក៏ប៉ូលីសទៅដល់ដែរហើយបើអាប៉ូលីសមែនទេគេអត់ខ្លាចទេនៅស្រុកថៃគេខ្លាចអាប៉ូលីសមិនមែនអាប៉ូលីសលុយលះដែលសហការជាមួយក្រុមឃ្លាំងហួតដូចអាល់ហ្សាសេរីដូច ABC និយាយនេះគេខ្លាចតែប៉ូលីសចេញមុខប៉ូលីសនៅស្រុកថៃប៉ូលីសត្រឹមត្រូវគេត្រឹមត្រូវណាគេមិនលាក់យើងទេគេមិនចាប់បោះឡានបើកទេឃើញទេស្រុកថៃគេរកច្បាប់ទៅគេចាប់យើងត្រឹមត្រូវណាអានេះខ្ញុំជម្រាបចេះណាបងប្អូនខ្លះនៅថៃកំពុងតែដឹងអ្នកដែលកំពុងតែនៅថៃបើយើងមានខ្លួនគឺនៅជាក្រុមគ្រោះថ្នាក់ណាបងប្អូននៅជាក្រុមគ្រោះថ្នាក់ត្រូវតែមានជនបង្កប់ព្រោះលុយមនុស្សខ្លាំងមិនងាយឈ្នះលុយដូចសូនតារាទេនឹងអ្នកដតីទៅតស៊ូទេបងប្អូនពិចារណាមើលសូម្បីតែបណ្ឌិតសេងសេរីណាក៏លុយបញ្ជាបានបងប្អូននៅជាមួយគាត់ស៊ីលុយហ៊ុនសែននៅថៃយើងអត់ដឹងផងតែសូនតារាដឹងមិនដឹងមិនដឹងសេងសេរីដឹងអំពីហ្នឹងសិនសម្បូរច្បាប់របស់ជនប្រជាការអញ្ចឹងបើសិនជាហេងសុធីណាគាត់រត់ទៅដល់ថៃគាត់សំងំណែហើយណាគាត់សុំវីសាគាត់ជាអ្នកមាន
គាត់អាចចេញមកដល់អឺរ៉ុបបានឬក៏ passport លិខិតឆ្លងដែនរបស់ហេងសុធីហ្នឹងអាចហោះទៅហ្វីលីពីនប្រទេសហ្វីលីពីនមិនដែលបញ្ជូនជនភៀសខ្លួនមកឲ្យហ៊ុនសែនទេលើកលែងតែម៉ាឡេស៊ីហើយនិងថៃបងប្អូនខ្លះគេសួរថាលោកគ្រូមិនគាត់ថាម៉ាឡេស៊ីមិនមែនជាកន្លែងទី1ម៉ាឡេស៊ីមិនមែនជាកន្លែងសុវត្ថិភាពដូចនៅថៃថៃតែមិនតែវាឆុងឆាំងវាមានអីមែនប៉ុន្តែជាកន្លែងចល័តលាក់ខ្លួនបាននៅម៉ាឡេស៊ីចល័តលាក់ខ្លួននៅណាលាក់នៅណាគាត់មានបណ្ដាញវាអត់ទៅដែលសម្បូរខ្មែរបើសម្បូរខ្មែរសិតខ្មែរគណៈបព្វជិជនភាគច្រើនអានឹងប្រាក់គ្នាពេញហ្នឹងអញ្ចឹងចង់និយាយថានៅថៃវាភាសាស្រៀងគ្នាកន្លែងស្រុកស្រែជនបទណាទីក្រុងនេះវាបាក់បែកគ្នាប៉ុន្តែម៉ាឡេស៊ីវាដូចជាប្រទេសមួយដូចឡៃវាសម្បូរខ្មែរយើងណាគាត់ថាវាមិនងាយចល័តថ្លៃមិនអាចទៅជួលផ្ទះជួលអីគេសង្ស័យគេឆ្ងល់ទៅនៅតាណាទៅនៅជាមួយតាណាហើយបងប្អូនមិនមែនហេងសុធីទេដែលជាមនុស្សទី1ត្រូវគេចាប់បញ្ជូនមកគេហេងពៅដែលកំពុងជាប់គុកនៅព្រៃសរបច្ចុប្បន្នហ្នឹងគឺសិតតែរត់ទៅម៉ាឡេស៊ីដែរមែនទេប៉ុន្តែហេងពៅមានពាក់ព័ន្ធប្របាក់ពិភពលោកប្របាក់ការពារណាហេងពៅណាទោះជាគាត់រត់មកដល់អឺរ៉ុបក៏គេបញ្ជូនទៅវិញដែរពីព្រោះគាត់ជាមន្ត្រីដែលបាត់ដៃប្រឡាក់ឈាមណាគាត់ធ្លាប់ចាប់មនុស្សដាក់គុកគាត់ធ្លាប់សម្លាប់មនុស្សគាត់ធ្លាប់ពាក់ព័ន្ធជាមួយនឹងលុយឧក្រិដ្ឋកម្មអានឹងហេងពៅគ្មាននរណាជួយបានទេទៅដល់អាមេរិកដល់បារាំងក៏អត់នរណាជួយបានដែរអានឹងច្បាស់មែនទេពួកដូចខ្ញុំថាអបាយមិនចឹង cross you លើកលែងតែអ្នកនំជាឧក្រិដ្ឋជនហេងពៅអាចចាត់ជាឧក្រិដ្ឋជនទោះជាគាត់ប្រឹងបកស្រាយថាយ៉ាងណាក៏ដោយប៉ុន្តែគាត់កាន់ជាបលីហ្នឹងគាត់សម្រាប់មនុស្សដែរអាហ្នឹងគេជួយបានទេប៉ុន្តែបើហេងសុធីគាត់អត់មានដែរជួយសោះគាត់អត់មានដែរទៅធ្វើឧក្រិដ្ឋកម្មនេះសោះឃើញតឡាការអត់មានចោទគាត់អំពីគេមើលចំការសិទ្ធិជនភៀសខ្លួនគេមើលទៅលើបទចោទតឡាការអត់មានចោទគាត់ពីការជួញដូរគ្រឿងញៀនឆោបោកឬក៏នៅទៅប្លន់ទេណាអត់មានគាត់តាំងរាប់សិបគីឡូគាត់មិនមែនជាអ្នកលាងលុយខ្មៅគាត់ក្រិតជនណាតឡាការចោទគាត់ពីបទគំរាមហែកគេណាគម្រាមហែកគេបើនៅអឺរ៉ុបអានឹងគឺសិតជាប់កោននយោបាយ3ទីតែណាអត់មានទៅទេចំណុចទី1ខ្ញុំនិយាយរឿងនេះទី2បែរនាំយើងត្រឡប់មកថាវាផ្លាត់មករឿងលឹមកំយ៉ាឥឡូវរឿងលឹមកំយ៉ាចាប់ផ្ដើមក្តៅមកវិញដោយសាររឿងហេងសុធីមួយវាដាក់ឲ្យមនុស្សក្រោកមកវិញនឹកឃើញមកវិញរឿងលឹមកំយ៉ាមនុស្សទៅចោលស៊ូតចុះអាម៉េចឥឡូវគ្រប់បណ្ដាញសពស្អាតគេនៅតែចោលស៊ូចឹងអានឹងដែលខ្ញុំដាក់ជាប្រធានបទថាវាជាការសារភាពនិងឆ្លុះបញ្ចាំងរឹតតែច្បាស់ណាវាជាការសារភាពនិងឆ្លុះបញ្ចាំងរឹតច្បាស់សារភាពអីសារភាពថាបើសិនជារដ្ឋាភិបាលហ៊ុនចង់ចាប់ទុកជាដល់ទីណាក៏ដោយក៏ចាប់បានដែរដូច្នេះច្បាស់ណាស់ទង្វើនេះជាការសារភាពថារបបហ៊ុនការពារធម្មតាផ្ទុយហ្មងណាការពារលីរតនៈសម័យនិងអាណត្តិណាហើយយើងត្រឡប់ទៅវិញចង់ជាសំណួរសួរថាហេតុអីបានជាការពារធម្មតាគ្មានច្បាប់ណាអនុញ្ញាតឲ្យមនុស្សការពារឃាតករទេឬក៏ថាមិនអាចបញ្ញត្តិទេជនជាតិខ្មែរទៅឲ្យបរទេសកាត់ទោសបងប្អូនគេកាត់ទោសនៅក្នុងស្រុកខ្មែរបានសម័យឧទុគេកាត់ទោសនៅក្នុងស្រុកខ្មែរបានមែនទេដូចថៃវាកាត់ទោសនៅក្នុងស្រុកថៃបានណាបាត់ល្មើសនៅទីណាក៏ដោយឧទាហរណ៍ថាជនជាតិវៀតណាមជាមេខ្លោងគ្រឿងញៀនមិនដែលមកស្រុកខ្មែរទេប៉ុន្តែជាមេខ្លោងគ្រឿងញៀនចរាចរណ៍នៅស្រុកខ្មែរកូនចៅណាគេចាប់បាននៅស្រុកខ្មែរហើយវារដ្ឋាភិបាលវៀតណាមក៏តាមរកឈ្មោះខ្ញុំឧទាហរណ៍អាមេគ្រឿងញៀនដែរប៉ុន្តែវាមិនដែលមកស្រុកខ្មែរទេប៉ុន្តែគេចរាចរណ៍ស្រុកខ្មែរគេចាប់កូនចៅទីបាននៅស្រុកខ្មែរឆ្លោយថាបងអឡូនជាបណ្ដាញគ្រឿងញៀនដែលមានមេទីបញ្ជាការធំនៅវៀតណាមគឺគេទៅចាប់អានឹងទោះបីជាអ្នកនឹងមិនបញ្ជូនមកកម្ពុជាប៉ុន្តែវៀតណាមចាប់អានឹងម្ដងទៀតទៅដូចគ្នាប៉ុន្តែអាពីរអ្នកណាវាចូលទៅដីថៃឬក៏វាទទួលបញ្ជាប្រយោគតាមអល់សេរីតាក់ពងជាមួយឃ្លាំងហួតត្រូវប្រព័ន្ធរបស់តុលាការគេត្រូវស្រាវជ្រាវទាំងអស់ទាំងឃ្លាំងហួតទាំងមកទាំងអស់ដើម្បីស៊ើបអង្កេតរឿងនេះអញ្ចឹងការចាប់ហេងសុធីវាត្រឡប់ទៅវិញចង់អួតថាទៅដល់ទីណាប៉ុន្តែអានេះគេទៅជាលបែងសោកវិញគេទៅជាសោកលេងវាទៅជាការពារសាមូអែលបានហើយចុះការពារណៃជាណាមានសិទ្ធិការពារគេទេក៏បើមិនមែនជាមេនៅពីក្រោយខ្នងអានេះគេចោទសួរទេណាអញ្ចឹងការដែលមានទីតាំងដែលខ្ញុំចង់និយាយថាដែលហេងសុធីគាត់រត់ទៅរុស្ស៊ីឬក៏គាត់រត់ក៏អត់ដឹងទេខ្ញុំថាគាត់ល្ងងហ្នឹងមួយទៀតក្រៅតែពី
ដូចកុំសក់គាត់និយាយនៅមួយផ្នែកគាត់វិភាគទៅលើបណ្ដាញអក្រិតកម្មប្រទេសសូនតារានិយាយថាទោះជាមិនមែនបណ្ដាញអក្រិតកម្មក៏ហេងសុធីគេចាប់បញ្ជូនមកដែរហើយគេមិនថាចឹងបងប្អូនមិនស្ដាប់សូនតារានិយាយមួយថ្ងៃហើយប្រទេសដែលមានសុវត្ថិភាពគឺអឺរ៉ុបបើនៅអាស៊ីហ្វីលីពីនបើប្រទេសមានសុវត្ថិភាពមិនដោះអាសន្នសុវត្ថិភាពសម្រាប់ពេជ្រខ្លួនណានៅថៃមានមែនសម្រាប់លឹងកំយ៉ាមួយមានមែនការចាត់បញ្ជូនមនុស្សប៉ុន្តែថៃនៅតែជាទីតាំងកិច្ចខ្លួនយើងកុំចលើមយើងកិច្ចខ្លួនកិច្ចនៅក្នុងស្រុកថៃនេះទៀតកិច្ចហើយកិច្ចនៅក្នុងស្រុកថៃទៀតមែនទេហើយណាបើសិនជាថៃចាប់គឺវាតតែមានប្រយោជន៍ខ្ញុំនិយាយរឿងថាមានប្រយោជន៍ចេះឌីណាធ្វើស្លាកយីហៅបើគេជួយយើងគឺគេចង់បានអីពីយើងជួយគេគឺយើងចង់បានអីពីគេតែនេះជារឿងនយោបាយមិនមែនជារឿងមនុស្សធម៌ទេនយោបាយគឺអញជួយឯងព្រោះអញចង់បានអីពីឯងដូចរុស្ស៊ីចឹងណាឥឡូវខ្ញុំសួរមើលហ៊ុនម៉ាណែតគាត់ជួយថៃតែគាត់ចង់បានអីពីថៃមិនបានដូចខ្ញុំនិយាយទៅរឿងហ៊ុនម៉ាណែតក៏ដោយហ៊ុនសែនក៏ដោយជួបថៃអត់មាននិយាយរឿងប្រយោជន៍ប្រទេសជាតិទេនិយាយតែពីរឿងអង្វរធ្វើម៉េចកុំឲ្យគណៈបកប្រឆាំងហ្នឹងមែនទេរស់នៅក្នុងប្រទេសថៃតែប៉ុណ្្នឹងគាត់បោះតែប៉ុណ្្នឹងឯងអញ្ចឹងអ្វីដែលហ៊ុនម៉ាណែតចង់បានពីថៃគឺកំទេចខ្មែរដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យនៅក្នុងទឹកដីថៃកំទេចឲ្យពួកមិនមែនជនជាតិគេផងហើយគេសប្បាយចិត្តឃើញខ្មែរដុនដាបកំទេចគ្នាហើយជួយសម្លាប់គ្នាហើយអញជួយសម្លាប់ថៃដាក់ទៅហើយគេមោទនភាពហើយទៅដល់ណាអញខ្លាំងដែរចុះពួកខ្ញុំថៃខ្ញុំឃើញចឹងដែរទី1ចុះថៃចង់បានអីអានឹងខ្លាចដឹងទេណាចុះថៃចង់បានអីពីកម្ពុជាថៃចង់បានអីពីកម្ពុជាអានេះគេត្រូវដឹងចឹងថៃណាគេអត់មានចង់ឲ្យហ៊ុនសែនវាយក្បាលជនជាតិថៃទេថៃចង់បានដីខ្មែរបើកាលណាថៃជួយខ្មែរគឺថៃវាចង់បានប្រាសាទបើកាលណាថៃជួយខ្មែរថៃវាចង់បានដីខ្មែរដូចគ្នាយួនដូចគ្នាយួនបើកាលណាវាជួយខ្មែរគឺវាចង់បានដីខ្មែរហើយយកបើសិនជាខ្មែរជួយថៃគឺចង់ឲ្យថៃវាយក្បាលខ្មែរក្នុងស្រុកថៃដែរតែប៉ុណ្ណឹងអានឹងគូយកមើលឃើញច្បាស់រវាងប្រទេសជាតិមនោគមវិជ្ជាពីរខ្វែងគ្នាណាដែលខ្ញុំថាទោះបីជានៅស្រុកថៃមនុស្សនៅតែមានមនោសញ្ចេតនាឧត្តមគតិជាតិខ្ពស់ណាជនជាតិគេមិនអាចក្បៃក្បាលជនជាតិគេបានទេគេឆ្លោះគ្នាគេបច្ចេបចោគ្នាអីយ៉ាងណាក៏ដោយជនពេលមានរឿងគេងាកមកខាន់ចឹងអត់ឥឡូវនៃណាបងណាហើយបានថៃជួយខ្មែរព្រោះថៃចង់បានដីខ្មែរព្រំដែនប្រាសាទចង់ឲ្យខ្មែរយើងបធូរនិយាយលួងបានប្រយោជន៍គេគឺប្រទេសជាតិហើយចុះហេតុអីបានតែខ្មែរតែខ្មែរចង់បានដីថៃមិនខ្មែរយើងទេណាឥឡូវយើងនិយាយហ៊ុនតែរបស់ហ៊ុនចង់បានដីថៃបងប្អូនមានចង់បានអីអត់មានចង់បានទឹកដីអត់មានចង់បានសេដ្ឋកិច្ចអត់មានចង់បានវិនិយោគអត់មានចង់បានការងារអត់មានចង់បានប៊ីតខុនមាសអីទេប៉ុន្តែជាកម្មសេដ្ឋកិច្ចទេគឺចង់ឲ្យថៃជួយវាយពួកខ្មែរនៅក្នុងស្រុកនៅខ្ទេចហើយថៃថាជូនតាមសំណាងមិនចឹងអញវាយក្បាលពូសាអីតាដាក់ទៅហើយពឹងទៀតដាក់ទៀតមកបើថាវាយហត់បញ្ជូនវាមកអញវាយក្នុងព្រៃសោមនោះបញ្ជូនឯងមកទៀតប្រទេសចិត្តខាងណាបងប្អូនត្រូវដឹងចិត្តសាស្ត្រអ្នកវិភាគមិនដល់ប្រទេសចិត្តខាងយើងជាពិសេសថៃណាសូនតារាប្រាប់អត់ដែលចង់ឲ្យខ្មែរលូតលាស់ទេបងប្អូនបើយើងខំគ្នាគឺគេជួយខំថែមបើយើងពឹងគេឲ្យជួយខំជួយវាយក្បាលគេបៃថែមប៉ុន្តែបើពឹងគេឲ្យវាយជនជាតិគេដាក់ក្បាលឲ្យឯងពុកណាប៉ិតឥឡូវសក់ទី1ខ្ញុំនិយាយរឿងសក់ទី1គឺផ្លាស់ទៅរឿងលឹមកំយ៉ាវិញហើយបងប្អូនខ្ញុំដាក់វងកញ្ចក់ហ្នឹងគឺយោងទៅលើទូរទស្សន៍ ABC អូស្ត្រាលីហ្នឹងណា Al Jazeera ដែលនិយាយអំពីអក្រិតកម្មនឹងការតាមសម្លាប់ជាពិសេសភ្ជាប់ជាមួយលឹមកំយ៉ាបងប្អូនទៅមើលខ្ញុំវែងញែកច្រើនពេកទី2ខ្ញុំបានសរសេរអត្ថបទមួយវាលស្រីស្រណោះចាប់ហេងសុធីមានអ្នកណាបានអានខមមិនថាបានអានោះលោកស្រីចាប់ហេងសុធីអត់ប្រយោជន៍ទេអត់មានប្រយោជន៍អ្វីទាំងអស់ណែចំណាកម្មចាប់សំរាំងស៊ីចាប់មូសុខួរចាប់សូនតារាតែសូនតារាគេចាប់ឪពុកជាចំណាប់ខ្មាំងជំនួសសូនតារាអានឹងយើងនិយាយក៏បានមិននិយាយក៏បានប៉ុន្តែយើងត្រូវលើកចំណុចហ្នឹងណាទីទៀតខ្ញុំមានចំណាប់ខ្មាំងរំលងសូនតារាទុកទៅទីបទទី2ខឹមបុណ្ណាអានឹងបានវាឆាប់ចប់រឿងបច្ចុប្បន្នហ្នឹងអ្នកដែលប្រឆាំងអ្នកដែលនិយាយអ្នកដែលធ្វើកិច្ចការនយោបាយការបរទេសគឺមូសុខួរអ្នកមានដឹកនាំមែនទេចលនានៅក្រៅប្រទេសគឺសំរងស៊ី
cấm sọc mà nè chẳng bởi trong chập á nè tao ơi Poli ăn đặc chiết Poli ăn đặc chiết nấy cái là Poli ăn tiệp pol mà nè Interpol David cầm tao ơi Poli ăn đặc chiết nấy nè chân đầy cá bình chun xong rèn xí tới bắt tiết tô nó sọc khmer nó bình chun mua sọc hua bình chun bạc bộ tới bắt tiết tô nó sọc khmer nó anh nâng bạn để chập chọc riêng chặt chờ là sao bà sân chỉ tốc ai xong rèn xí đâu nâng vì miền để chọc ai miền tại đây mưa xa po miền trung miền phục lúc khơi xong rèn xí nâng nè vì lúc đi cái đầu cả hai cho ôi cô không thể chập hình sự thí nâng miền bây giờ đây nhưng đăng tha này anh còn là trong cùng riêng cùng hai là anh thì vừa ban đó là vì tha với cho anh vừa bàn rồi bảo xì cho riêng à pin nè nó mình có thừa bàn nên thì tập từ bên đầu cho xong rèn xí nâng miền tô của mình cho tha hút cháu cục từ ai nên đấy chẳng phải tay cầm nạp đây cho mua sọc hôi nữa rồi người ta xôn ra ở lớn nâng ở được tha thì ba rắn chặt xôn ra tôi tự chặt xôn ra đặt cốc anh ấy vậy mình cắn miền tù nạp sai bởi chặt xôn ra đặt cốc xôn ra nó đau cho mình phục độ mình thấy tiếng đau cho mình phục độ mà đấy ta không có nâng tôi là chặt xôn ra ở lớn đấy nhung xông ở được tha thì baนี่ละเตะตรงตัวรัฐบาลบางจับซ่อมแรงสีจับโซนระยกกระดักก๊กอันนั้นแบบหมดไงมันเป็นขนมกงเจกันแล้วไปยังคลั่งหลังฉันมีในทักยังจังใหญ่ทันเจ้เอาไว้ได้ที่เอายืนคืนนะคือจีระบบคลายดิคลายยังจังยังมันจังวิธีไอซีจุดเร็วเท่าเฮสทีนั้นคลายที่ผู้สมัยได้อ่านก่อนนะคลายยังจังใหญ่ท่ากี้ធ្វើអ្វីមួយសុទ្ធតែដើម្បីប្រយោជន៍នៃការគម្រាមកំហែងនិងការបំផិតបំភ័យគឺគេចាប់ហេតុទីមួយគឺដើម្បីបន្លាចមនុស្សដទៃទៀតថាកុំឲ្យហ៊ានអាចបន្លាចអុកញ៉ាដទៃទៀតបន្លាចផ្ទៃក្នុងគណៈបកប្រជាជនថាកុំឲ្យហ៊ានមួយរឿងថាឲ្យសម្បើមចូលសំរងស៊ីបើថាសូនតារាគ្មានតម្លៃអីឲ្យគេទៅចលក់មាត់ទេហ៊ានលាវទីរចិនចុះសូមយ៉ាសៃតែថាសូនតារាអត់តម្លៃទេបានត្រឹមព្រោះក្នុង Facebook យើងឧទាហរណ៍អញ្ចឹងចុះប៉ុន្តែរឿងសំរងស៊ីមួយសុខព្រោះហើយទៅបាត់ខ្ទប់ទៅអីហ៎ហើយបើហេងសុធីនឹងក៏ប្រឹងម៉េះใจลอยเต้าเนี่ยพรผ่านนะสกุลตรีโอมิเซนใจลอยเต้าตูดเนาะอะไรนี่มัวสหัวตัวญี่ปุ่นนั่นมันไม่ก็มันปรับรถทาพิบาลญี่ปุ่นนั่นมัวสหัวกับบอดชีดอ่ะจับยุตระกุ๊กอันนั้นไปชี้จนกินตั้งจังบ้าเฮ้ยถ้าให้ไอ้บานชี้มันจับซอมไปซีมันจับมัวสหัวปีปลุกเอาไว้เดี๋ยวคนใส่ในยังคืนกูจะเรียกว่าไหลกี่จังสำคัญทันใจคนใส่มันเต็มแต่มันจับสองเรื่องสี่เนี่ยละอันน่ะบัดโซนรามโยเลยคือโดยยงทลบอย่างนี้ว่ามีเต็งละยอดตะการไปโยเลยเต้าก้ามันนุ่มโยเลยบ้านนั่นกองทัพไล่จับสองเรื่องสี่บอมเอาเด็กยงใหญ่ใหม่มาอย่างนี้รังตุกสองเรื่องสี่กรุบเคล้าตึกเคล้าปุ๊กเราแต่โมโซโฮดิเนี่ยกองทัพไล่คล้ายสองเรื่องสี่โจสกขมายส่งไปเดี๋ยวสองเรื่องสี่โจlà gìไทยเวียดนามลาวโกโจโกคนใส่เนี่ยใส่ไหนเอาไว้เดี๋ยวคนใส่โดยขยมต้องรับไปทางดังไปเนี่ยก็จูบไทยก่อนไปดิก็เอาเมียนจังบ้านไหนดิมาดิก็จังบ้านน่ะถึงไม่กำไรกันนะตามช่างถึงไม่กำไรแต่ซ่อมเป็นสีโจได้ไทยนะถึงไม่กำไรแต่หัวโมสหัวโจได้ไทยนะก็อัตราใครดิให้ไทยปลอมตามแต่ไทยจังบ้านได้ไทยจังบ้านได้จังบ้านประสาทจังบ้านปรีจังบ้านบังเนี่ยจังบ้านเป็นนั่นcho nước bạn đấyประเทศนั้นkếtประเทศជាតិមួយទៀតគឺkếtពីប្រទេសជាតិមួយទៀតគឺគិតតែពីកំតិចខ្មែរគ្នាឯងអាហ្នឹងហើយដែលខ្ញុំនិយាយបង្រៀនសេរីមុនខេមរៈសេរីមុនកាលពីណែម្សិលមិញហ្នឹងតែខ្មែរមកពីបែកបាក់មកពីអាចង់តែសម្រាប់គ្នាឯងហ្នឹងណាកំតិចកំទីគ្នាឯងអាហ្នឹងហើយដែលនាំឲ្យខ្មែរពីមហានគរស្រីមុំចាន់ទៅជាតូចឈប់ទៅហើយសួរថាអីចុះរឿងអីមិនសាមគ្គីហើយនឹងទៅចោះចូលជាមួយគណៈបព្វជិជនមិនគេហៅសាមគ្គីបងប្អូនសាមគ្គីទៅដូចជានៅស្រុកថៃណាដូចជានៅស្រុកជប៉ុនគណៈបព្វនយោបាយមានកំណត់ចំណាដូចជានៅស្រុកបារាំងមានគណៈបព្វច្រើនណានៅក្នុងរដ្ឋសភាមានតែមួយមានតែចិត្ត10មានអាពួកឆ្វេងនិយមមានអាពួកស្ដាំនិយមមានអាពួកកដាលនិយមមានអាពួកឆ្វេងនិយមជ្រុលណាមានអាពួកស្ដាំនិយមជ្រុលមានក្រុមជ្រុលនិយមគឺជាកំណត់មួយអាហ្នឹងទាំងមិនឧទាហរណ៍នៅអាមេរិកវាមានដូចគ្នាមែនទេសេចលើប្រជាជនអ្នកសម្រេចទៅប្រជាជនអ្នកសម្រេចចូលមានសម្រេចចំនួនប្រជាជនទេថាក្រុមជ្រុលនិយមមានទោសទេនៅស្រុកបារាំងមានក្រុមជ្រុលនិយមទេមិនមានទោសអីសំខាន់មនុស្សនឹងមិនតន់ត្រូវអត់ក្រុមជ្រុលនិយមនៅស្រុកបារាំងគឺពួកចង់រំលាយមានបងប្អូននៅស្រុកបារាំងបែរជាមានប្រមាណគេបាយ YouTube បាយ Google មើលមានគណៈបកគុំនេះនៅមានបាយមនុស្សគ្រប់គ្រងដូចខំវិសនាអីជ្រុលនិយមមានមនុស្សគ្រប់គ្រងមែនទេនៅស្រុកបារាំងមានមួយគេថាកំណត់ដូចប៉ុលពតមែនដូចប៉ុលពតណាដែលគាត់រៀនលទ្ធិកុម្មុយនីគឺគាត់រៀននៅស្ទឹងសែនណាគាត់អានសភៅលទ្ធិកុម្មុយនីបារាំងនៅស្ទឹងសែនតាស្
ស្ទឹងសែនឥឡូវរហូតមកទល់ឥឡូវហ្នឹងគេរក្សាអបបធម៌ប្រពៃណីលោកសិភៅរាជនីសំនៅតាមវត្តបឹងឲ្យតែខែក្តៅជាមួយខែក្តៅខែ6ខែ7នេះខ្ញុំចង់ទៅលេងទៀតបងប្អូននេះក៏នាំទៅលេងវត្តស្ទឹងណាញ៉ាំស្តេកហើយដើរមើលសិភៅពលពតនឹងឯងនៅសិភៅកុម្មុយនីសហូជីមិញដូចគ្នាហូជីមិញនេះដែលគាត់មានដែលគាត់ស្គាល់លទ្ធិកុម្មុយនីគឺនៅស្រុកប្រាំងស្រុកប្រាំងហ្នឹងគឺបង្កើតអាខួរក្បាលលទ្ធិកុម្មុយនីទៅឲ្យបញ្ញវន្តនៅស្រុកខ្មែរនៅស្រុកយួននេះអ្នកណាបើបានរៀនស្រុកប្រាំងហ្នឹងចូលទៅអានអាសិភៅចូលអានអាសិភៅនៅអាតូបសិភៅនៅស្ទឹងសែនណាស្ទឹងសែនប៉ារីហ្នឹងគឺអានទៅគឺអាលទ្ធិកុម្មុយនីចូលខួរក្បាលត្រឡប់ទៅប្រទេសវិញហូជីមិញដូចពលពតត្រឡប់ទៅយកនាំអាលទ្ធិកុម្មុយនីនេះទៅហើយអាលទ្ធិហ្នឹងក៏ទៅបាក់ណាគាត់នៅវាអត់ជាប់ឆ្នោតនៅស្រុកប្រាំងអត់ជាប់ឆ្នោតទេរហូតគេថាត្រូវរំលាយក្រុមហ៊ុនត្រូវប្រជាជនបារាំងត្រូវប្រាក់ខែត្រូវឲ្យចែកអ្នកក្រុមហ៊ុនធំហ្នឹងអត់មានសិទ្ធិកាន់កាប់ពីរដ្ឋក្រុមហ៊ុនអ្នកណាមានសិទ្ធិធំត្រូវតែក្រោមការត្រួតត្រារបស់រដ្ឋត្រូវយកលុយហ្នឹងបែងចែកអាហ្នឹងអាណាគេរស់ស៊ីបើយើងយកលុយគេអស់លីងនេះហើយរំលាយក្រុមហ៊ុនរំលាយ business មុខចំនួនរំលាយវណ្ណៈអីថាដូចអាពតចំណៅស្រុកប្រាំងប៉ុន្តែវាមានតែអីមែនទេប៉ុន្តែយើងសួរថាអានេះខ្ញុំនិយាយជ្រុលយំប៉ុន្តែយើងមិនជ្រុលយំទេជ្រុលយំគឺគណៈបកប្រជាជនគូហេតុណាស់ដែលប្រទេសជាតិមួយទាំងមូលយកទៅជាកម្មសិទ្ធិរបស់ក្រុមគ្រួសារដំណររៀងៗខ្លួនហ្នឹងគេហៅជ្រុលយំយើងទេតើដែលត្រូវមែនទេលុបបំបត្តិពួកជ្រុលយំតើត្រូវលុបបំបត្តិពួកជ្រុលយំយ៉ាងដូចម្ដេចយើងទៅកម្ចាត់អីប្រទេសជាតៃនៅពួកជ្រុលយំមិនមានលទ្ធភាពធ្វើឲ្យប្រជាជនគ្រប់គ្រងប្រជាជនបោះឆ្នោតអសន្នប្រទេសមហាណាត់ដែរអសន្នប្រទេសមហាណាត់ណាបងណាមានតែខ្លះស្ដាំនិយមអញ្ចឹងទៅបោះឆ្នោតទៅប្រទេសនោះវាប្រែទៅមិនឲ្យប្រទេសប្រជាធិបតេយ្យនោះអញ្ចឹងកន្លែងនេះខ្ញុំគ្រាន់តែចង់និយាយថារឿងលឹមកំយ៉ានឹងផ្ទុះឡើងវិញក្រោយពេលការណាចាប់ហេងសុធីហើយខ្ញុំថាមិនខុសទេបងប្អូនអត់មានប្រយោជន៍ទេហេតុអីដោយខ្ញុំលើកឡើងនៅក្នុងសម្ដីរបស់ខ្ញុំអញ្ចឹងថាចាប់ហេងសុធីមិនអាចបង្ក្រាបរឿងបានទេមិនអាចទៅបំបិទមាត់បានទេមិនអាចធ្វើឲ្យកម្ពុជាប្រសើរឡើងទេគឺរឹតតែធ្វើឲ្យពិភពលោកសម្លឹងមើលប្រទេសកម្ពុជាស្ថិតនៅក្នុងកែវភ្នែកដោយទូរទស្សន៍អាល់យ៉ាជីរីនិង ABC បងប្អូនណាទូរទស្សន៍ ABC និង Al Jazeera គឺជាទូរទស្សន៍ល្បីលើពិភពលោកបើកាលណាគេនិយាយថាមេដឹកនាំខ្មែរពាក់ព័ន្ធណារឿងឧក្រិដ្ឋកម្មនិងសម្លាប់មនុស្សអាហ្នឹងគឺឯកសារជាវីដេអូហ្នឹងគឺរាប់ពាន់ឆ្នាំណាអត់បាច់ទេណាថ្ងៃណាមួយវាទៅជាស្រាវជ្រាវស៊ីជម្រៅទៅវាអាចឈានចូលទៅដល់ ICC អាហ្នឹងសំដៅខ្ញុំវិភាគទេអាហ្នឹងគេហៅថាទស្សនវិស័យវិញវិភាគវិញបងប្អូនកាលណារឿងធម្មតាបច្ចុប្បន្នពិភពលោកវាច្បោកច្បល់បន្តិចថ្ងៃណាមួយយើងអត់ដឹងពិភពលោកស្ងប់ស្ងាត់ស្រាប់តែច្បោកច្បល់តើយើងអាចនិយាយបានទេក៏ពីពុំធំថាពិភពលោកច្បោកច្បល់ស្រាប់តែស្ងប់ស្ងាត់ចុះទៅពេលដែលពិភពលោកស្ងប់ស្ងាត់ករណីឧក្រិដ្ឋកម្មករណីសម្លាប់មនុស្សឆ្លងដែនករណីចាប់ឪពុកសូនតារាជាចំណាប់ខ្មាំងសិតតែចូលគាត់ថារឿងខ្ញុំហ្នឹងវាលក្ខណៈបុគ្គលទេប៉ុន្តែស៊ីសងលើការតស៊ូមតិស៊ីសងលើការបញ្ចុះបញ្ចូលខ្ញុំនឹងព្យាយាមបញ្ចុះបញ្ចូលឲ្យចាត់ទុកវាបាទណាទៅជារឿងដូចលឹមកំយ៉ាចឹងអញ្ចឹងកិច្ចការរដ្ឋជាតិសំខាន់ថ្ងៃណាមួយណាបងប្អូនអាទាំងអស់ហ្នឹងសិតតែជាចំណុចមួយស្រាប់តែអារឿងនោះវាគ្រប់បច្ចុប្បន្នបើគណៈពិភពលោកច្បោកច្បល់គេផ្ដោតទៅលើអាណាដែលវាច្បោកច្បល់ខ្លាំងជាងគេអតិភិបមែនទេគេច្បោកអាណាដែលច្បោកច្បល់ខ្លាំងជាងគេសៀកសុផលគឺប្រទេសដែលកំពុងតែមានសង្គ្រាមដូចខ្ញុំថាស្រាប់តែស្អែកឡើងពិភពលោកស្ងប់ស្ងាត់ស្រាប់តែមានច្បោកច្បល់ចុះបើសិនវាច្បោកច្បល់ស្រាប់តែស្ងប់ស្ងាត់ស្ថានភាពណាដូចជាទូរទស្សន៍ Al Jazeera ដូចជារបាយការណ៍អីទាំងអស់មានគណៈបកប្រឆាំងបកកែគេមានមេធាវីប្រមូលឯកសារដាក់អាហ្នឹងទៅឬក៏បរិបរៈអាចឈានទៅរកដូចដូចទេអាចឈានរកដូចទេមែនទេព្រោះមើលមិនឃើញជឿអ្វីគឺយើងត្រូវតែសាមគ្គីខ្មែរមិនមែនតើតែយើងទៅចូលគណៈបកប្រជាជនទេមានន័យថាខ្មែរគ្រប់និន្នាការគំនិតអីក៏ដោយគំនិតឆ្វេងនិយមក៏ដោយគំនិតស្ដាំនិយមក៏ដោយគំនិតស្ដាំជ្រុលនិយមក៏ដោយឆ្វេងនិយមជ្រុលក៏ដោយនេះគំនិតកតាលក៏ដោយអ្នកបកកើតសាសនានេះអ្នកបកកើតគណៈបកនិយាយពីសាសនាក៏ដោយត្រូវតែរស់នៅសុខដុមរមនាប្រកួតប្រជែងទុកឲ្យប្រជាជនអ្នកសម្រាប់មិនមែនហ៊ុនសែនទៅកាត់សេចក្តីដោយសម្រាប់ចាក់គេដាក់គុកជំនួសប្រជាជនថាអានឹងមានសង្គ្រាមទេសន្តិភាពចាំសម្ដីសូនតាចុងក្រោយមុននឹងឈានចូលដល់ប្រធានបទទី2ជាចំណៃដែលជាសេចក្តីប្រាថ្នារបស់មនុស្សគ្រប់រូបមិនមែនស្រឡាញ់សន្តិភាពតែហ៊ុនសែនទេហើយបើសូនតារាស្រឡាញ់សង្គ្រាមខ្ញុំមិននៅសុខបារាំងទេណាគ្រប់រូបទាំងអស់នរណាក៏គេស្រឡាញ់សន្តិភាពដែរមិនមែនស្រឡាញ់អីតែអ្នកឯងទេប៉ុន្តែយើងសួរថាបើកម្ពុជាមានសន្តិភាពហេតុអីបានជំរុញមិនបានដោយហ៊ុនសែនទេរបស់ប៉ុលពតបើទៅសួរមេដឹកនាំប៉ុលពតវាអត់ថាសង្គ្រាមទេថាសន្តិភាពប៉ុន្តែហេតុអីបានគេក៏រកតស្រុកព្រៃចំណេះ share វីដេអូនេះទៅកាន់ព្រៃចំណេះទៅទៀតទូរទស្សន៍សូនតារាស្រាប់ខោជន់ផ្ដាច់ការសកុនតរីផ្លាស់ប្ដូរផ្នែកគំនិតប្រធានបទទី2ខ្ញុំសរសេរថាអ្នកទៅ
ទទួលហ៊ុនហ្នឹងគឺខ្ញុំនិយាយសរុបហើយហ៊ុនសែនហ៊ុនម៉ាណែតទៅវែងពេកថាហ៊ុនភាគច្រើនជាចំណាក់ខ្មាំងភាគច្រើនជាចំណាក់ខ្មាំងថ្ងៃនេះខ្ញុំបានទទួលសារជាង10សារមួយមកពីអាមេរិកអានឹងខ្ញុំមិនបាននិយាយពួកគាត់អ្នកផ្ញើសារពីអាមេរិកមកហើយចំណែកសារនេះជាង10មកពីជប៉ុនសួរយោបល់ផ្សេងគ្នាប៉ុន្តែសំណួរខ្ញុំសួរតែមួយទេទៅកាន់និស្សិតនៅប្រទេសជប៉ុនគេថាលោកគ្រូខ្ញុំគឺជាអ្នកគ្រប់គ្រងលោកគ្រូហើយតែងតែចង់ជួបអ្នកខ្លះថាលោកគ្រូជា idol របស់ខ្ញុំអ្នកខ្លះថាលោកគ្រូគឺជាវីរភាពគំរូរបស់ខ្ញុំហើយអ្នកខ្លះគាត់សួរសរុបទាំងអស់ហ្នឹងគឺន័យដូចគ្នាទោះជាគាត់ប្រើពាក្យផ្សេងគ្នាថាតើឥឡូវនេះមានគេមកចុះឈ្មោះណារាប់ចំនួនពីព្រោះត្រូវការចំណាយនិងបង្ខំដើម្បីឲ្យទៅទទួលហ៊ុនម៉ាណែតហើយលោកគ្រូសូមកុំបញ្ចេញឈ្មោះខ្ញុំមិនសោះខ្ញុំជម្រាបប្រាប់បងប្អូនណាសូម្បីតែអ្នកណាផ្ញើសារខមមិនអីខ្ញុំមិនដែលនិយាយ screenshot ខ្លះគេជឿបងណាខ្ញុំដែលអ្នកឯងមិនជឿទៅខ្ញុំនិយាយកាលពីម្សិលមិញមានរឿងខ្លះមានមិនត្រូវការមនុស្សជឿទេមិនត្រូវការមនុស្សយល់ទេត្រូវការតែព្រះជាម្ចាស់យល់បានហេតុអីបើកាលណាខ្ញុំ screenshot ទៅខ្ញុំបិទមុខគេក៏ដោយសារណាក៏គេរៀងអារម្មណ៍ផ្អើលជាមួយខ្ញុំអញ្ចឹងសូនតាអ្នកខ្ញុំនិយាយមានអ្នកដឹងក្នុងនោះមានអ្នកចូលមើលតើយើងត្រូវទៅឬក៏អត់សំណួរ2ខ្ញុំសួរណាទៅកាន់អ្នកនិស្សិតនៅជប៉ុនដែលគាត់ផ្ញើសារមកខ្ញុំទី1តើមានដឹងថាហ៊ុនម៉ាណែតបញ្ជាឲ្យគេចាប់ឪពុករបស់ខ្ញុំជាចំណាប់ខ្មាំងដើម្បីបង្ខំឲ្យខ្ញុំចុះចូលបាត់បង់ដែរទេចម្លើយគ្រប់គ្នាឆ្លើយថាដឹងសំណួរទី2តើអ្នកគ្រប់គ្រងទង្វើនឹងដែរឬទេចម្លើយគាត់ថាអត់គ្រប់គ្រងទេពេលនោះសំណួរ2ហ្នឹងក៏សន្ទនាខ្ញុំក៏ចាប់ផ្ដើមមែនទេចោទសួរបន្តព្រោះអាសំណួរសំខាន់មានពីរនេះខ្ញុំចោទសួរបន្តថាតើយើងអាចប្រកែកដល់លីអ៊ុយមែនទេបានដែរឬទេគាត់នឹងគាត់អត់ឆ្លើយមានតែគាត់អត់ឆ្លើយខ្ញុំសួរតើយើងអាចប្រកែកបានដែរឬទេគាត់អត់ឆ្លើយមែនទេពេលនោះក៏មានម្នាក់ផ្សេងទៀតគាត់ក៏ឆ្លើយប្រាប់ខ្ញុំថាយើងអាចប្រកែកបានប៉ុន្តែវាលំបាកមើលមុខគ្នាពេលទៅស្រុកខ្មែរវិញណាបងប្អូនចំសារចុងក្រោយរបស់ខ្ញុំក៏ផ្ដាំទៅគាត់វិញខ្ញុំថាបើមានឱកាសបានទៅចិត្តហ៊ុនម៉ាណែតត្រូវសួរថាហេតុអ្វីបានជាចាប់ឪពុកសូនតារាចាស់ជរាបម្រើគណៈបកប្រជាជនហ្នឹងណាតាំងពីឆ្នាំ80រហូតមកដល់ឥឡូវហ្នឹងដាក់គុកជាចំណាប់ខ្មាំងខ្ញុំសម្រាប់កូនសិស្សសូនតារាសម្រាប់មិនមែនតែអ្នកផ្ញើសារមកខ្ញុំទេខ្ញុំសូមផ្ញើពាក្យនេះជាអលរិទ្ធជាទូទៅនៅក្នុង Facebook របស់ខ្ញុំនេះសម្រាប់អ្នកដែលជួបហ៊ុនម៉ាណែតខ្ញុំផ្ញើឲ្យសួរសំណួរហ្នឹងផងតើគាត់ខ្មាស់គេទេតើមនុស្សដូចហ៊ុនម៉ាណែតស័ក្តិសមឲ្យបងប្អូនទៅទទួលឬក៏បងប្អូនស័ក្តិសមនឹងគោរពសូនតារាឥឡូវខ្ញុំសួរអ្នកដែលផ្ញើសារមកខ្ញុំទៅចុះដែលត្រូវរៀនត្រូវទៅពួកតិចតួចអ្នកឯងថាមិនគ្រប់គ្រងទង្វើដែលចាប់ឪពុកខ្ញុំជាចំណាប់ខ្មាំងទេប៉ុន្តែសួរថាហេតុអីបានជាអ្នកឯងឲ្យតម្លៃតើមនុស្សបុគ្គលបែបហ្នឹងតើគួរគោរពទេគួរគោរពទេបងប្អូនកម្ពុជាយើងវិនិច្ឆ័យទឹកដីវាសារតែខ្លាចវិនិច្ឆ័យទឹកដីវាសារតែខ្លាចនគរខ្មែរយើងពីដើមអត់ខ្លាចទឹកដីវាលទលំទលាយក្រោយពីបែកបាក់ផ្ទៃក្នុងខ្លាចណានាំឲ្យវិនិច្ឆ័យទឹកដីប៉ុន្តែទោះយ៉ាងណាក៏ដោយវងសាវិនខ្ញុំសូមផ្ញើសារនេះទៅកាន់មហាជននៅប្រទេសជប៉ុនដែលអ្នកគ្រប់គ្រងទូរទស្សន៍សូនតារាដែរបើបានជួបហ៊ុនម៉ាណែតសួរសំណួរហ្នឹងទៅបានណានេះហើយបើនិយាយថាគ្រឿងញៀនបាទគ្រឿងញៀនឯណាគ្រឿងញៀនច័ន្ទបលីនហោះគ្រឿងញៀនមកកញ្ចក់ហ្នឹងគេកាត់គេតាមតែ3ថ្ងៃគេដឹងបាត់អានេះយកមនុស្សទៅដាក់គុកចោលច័ន្ទសូនតារាទៅចុះចូលហ្នឹងមានតែកាច់ទោសស្អីគេអត់អាហ្នឹងហៅចំណាប់ខ្មាំងគេមានតែកាច់ទោសអីគេយកមនុស្សទៅទុកចោលហ្នឹងទៅនេះអាហ្នឹងគឺជាផុសតាងបងប្អូនប្រទេសបើវាមានច្បាប់ប៉ះលីតាជាទូមានតែណាគេយកមនុស្សទៅទុកចោលបើអ្នកឯងគ្មានសាក់សីអ្នកឯងគ្មានផុសតាងអ្នកឯងត្រូវដោះលែងសងជំនឿចិត្តសងជំនឿចិត្តណៃទៅយកមនុស្សទៅដាក់គុកចោលដល់អត់មានសាក់សីដល់មានផុសតាងអត់មានណាចោលបងចេះតែចាប់មនុស្សដាក់គុកអាគ្រឿងញៀនបានពីណាមកហើយយ៉ាងម៉េចទៅយកមនុស្សទុកចោលអត់មានស្អីចឹងអាហ្នឹងហើយបានជាខ្ញុំចង់ប្រាប់ទៅ
អ្នកដែលផ្ដាំងផ្ញើថាឲ្យសួរហ៊ុនម៉ាណែតផងថាហេតុអីបានជាចាប់ឪពុកសុនរាជាចំណាប់ខ្មាំងតើលោកមានសេចក្តីខ្មាស់អៀនខ្លះដែរទេចំពោះពិភពលោកនិងចំពោះមហាជនដែលមកណេះជួបជាមួយលោកឯងនេះសំណួរនេះខ្ញុំផ្ដាំងឥឡូវខ្ញុំនិយាយហេតុផលចុះនេះសន្តានានិយាយថាអ្នកទៅទទួលហ៊ុនភាគច្រើនជាចំណាប់ខ្មាំងមិនមែនសុទ្ធតែជាចំណាប់ខ្មាំងហើយនេះបានខ្ញុំថាអញ្ចឹងពីព្រោះមនុស្សខ្លះគឺគេដឹកមកពីស្រុកខ្មែរពួកជប៉ុនអាចចិញ្ចូលបានដឹកមកតែ2000មកមាននេះអានេះ1000មកគឺនេះហើយគេដឹកពីស្រុកខ្មែរមកប្រាប់ពីពូគេហ្នឹងគំប៉ុណ្ណាអានេះខ្ញុំអត់និយាយឥឡូវខ្ញុំបដោតការយកចិត្តទុកដាក់សំខាន់ទៅលើចំណាប់ខ្មាំងមាន2 3ដូចតទៅទី1ចំណាប់ខ្មាំងក្របខ័ណ្ឌសុខពី1សម័យឆាន់នៅក្នុងប្រទេសកម្ពុជានិស្សិតឬក៏អ្នកមករៀនអាហារូបករណ៍មានច្រើនប្រភេទយើងអត់ដឹងប៉ុន្តែប្រភេទអាហារូបករណ៍មករៀននៅប្រទេសជប៉ុនណាគឺមាន2ទី1អាហារូបករណ៍របស់អង្គការចៃការទី2អាហារូបករណ៍ក្រសួងអប់រំគោលដៅរបស់រដ្ឋាភិបាលជប៉ុនគឺអភិវឌ្ឍធនធានមនុស្សដើម្បីឲ្យធនធានមនុស្សនឹងត្រឡប់ទៅប្រទេសកម្ពុជាកសាងប្រទេសដូច្នេះអតិភិបដែលជាប់អាហារូបករណ៍ទៅជប៉ុន 90% ជាមន្ត្រីរាជការមានន័យថាមិនមែនមន្ត្រីរាជការគឺជាមន្ត្រីបម្រើរដ្ឋទាំងមន្ត្រីរាជការឬក៏មន្ត្រីចុះកិច្ចសន្យាពីព្រោះអីពីព្រោះជប៉ុនចូលចិត្តនិយាយឲ្យចំគោលដៅគេរំពឹងមកថាអ្នកនឹងជាគ្រូបង្រៀននៅសាលារដ្ឋអ្នកនឹងជាមន្ត្រីក្រសួងសេដ្ឋកិច្ចអ្នកនឹងជាមន្ត្រីនៅក្នុងក្រសួងនៅក្នុងស្អីទីស្តីការគណៈរដ្ឋមន្ត្រីផ្នែកបច្ចេកវិទ្យាព័ត៌មានអញ្ចឹងគេយកអ្នកនឹងមករៀនដើម្បីឲ្យត្រឡប់អ្នកនឹងត្រឡប់ទៅកាន់កិច្ចការដូចថាមន្ត្រីបុគ្គលិករបស់ក្រសួងសេដ្ឋកិច្ចឬក៏មន្ទីរសេដ្ឋកិច្ចនៅខេត្តជប៉ុនគេចូលចិត្តយកអញ្ចឹងដើម្បីឲ្យអ្នកនឹងត្រឡប់ទៅវិញនឹងកសាងសេដ្ឋកិច្ចអញ្ចឹងអ្នកដែលជាប់អារ៉ាវឌីស៊ីសវ៉ាត់មកអាហារូបករណ៍នៅជប៉ុន 90% គឺជាមន្ត្រីបម្រើកិច្ចការរដ្ឋមន្ត្រីឯកជនតែអ្នកបម្រើក្រុមហ៊ុនឯកជនតែពលជប៉ុនគឺគេគោលដៅគេអភិវឌ្ឍប្រទេសខ្មែរតាមរយៈរដ្ឋាភិបាលហិលយូដូច្នេះមនុស្សខ្លាចបាត់បង់ក្របខ័ណ្ឌនឹងការងារត្រឡប់ទៅប្រទេសកម្ពុជាបានคล้ายទៅជាចំណាប់ខ្មាំងអានេះចំណាប់ខ្មាំងទី1បងណាអត់មានអ្នកណាទៅទទួលហ៊ុនដោយឧត្តមកតេទេគឺដោយសារតែពួកគេខ្លាចបាត់បង់ក្របខ័ណ្ឌរដ្ឋឬខ្លាចត្រឡប់ទៅប្រទេសកម្ពុជាវិញជាប់គុកឬក៏មានទោសឬក៏គេរើសអើងអត់ឲ្យការងារធ្វើដូច្នេះគេត្រូវតែទៅទទួលហ៊ុនមានន័យថាមិនមែនឧត្តមកតេមិនមែនឆន្ទៈទេអញ្ចឹងចំណាប់ខ្មាំងទី1គឺចំណាប់ខ្មាំងក្របខ័ណ្ឌហើយសូមតានិយាយនេះពិត 100% អានឹងអត់មាន 99% បងប្អូនកុំថាឡើយអ្នកដែលនៅក្រៅប្រទេសជប៉ុនអាមេរិកនៅអូស្ត្រាលីអីអ្នកដែលចង់បានក្របខ័ណ្ឌត្រឡប់ទៅធ្វើការនៅស្រុកខ្មែរសូម្បីតែអ្នកនៅក្នុងស្រុកខ្មែរបច្ចុប្បន្នក្របខ័ណ្ឌចងកដែរអ្នកណាមិនខ្លាចបាត់ក្របខ័ណ្ឌនៅក្នុងស្រុកខ្មែរស្រុកខ្មែរក្របខ័ណ្ឌចងកដែរមើលនេះសុខចិត្តសង្ងំថាទៅសិនរហូតតកូនតចៃបើយើងអត់រឿងបំរាស់សិនរហូតចំណាប់ខ្មាំងទី2គឺចំណាប់ខ្មាំងទ្រព្យសម្បត្តិចង់ត្រឡប់ទៅប្រទេសកម្ពុជាទ្រព្យសម្បត្តិអ្នកមានក្រុមគ្រួសារឪពុកម្ដាយដូចខ្ញុំលើកឡើងនេះអ្នកនៅក្រៅប្រទេសគាត់មានហាងគាត់មានដីគាត់ត្រូវការត្រឡប់ទៅរកស៊ីព្រោះនៅស្រុកជប៉ុនតាមក្រៅធ្វើការជាកម្មករឬក៏ធ្វើការជាបច្ចេកទេសវាអត់សម្បើមដូចយើងមានសញ្ញាបត្រទៅធ្វើការនៅស្រុកខ្មែរទេទៅបង្រៀននៅសាកលវិទ្យាល័យក៏អត់មានទេចឹងចំណាប់ខ្មាំងទី2គឺជាចំណាប់ខ្មាំងទ្រព្យសម្បត្តិអ្នកដែលមានទ្រព្យសម្បត្តិនៅក្នុងប្រទេសកម្ពុជាពេលដែលគេមកគម្រាមដោយប្រយោលមិនមែនគម្រាមដោយផ្ទាល់គម្រាមដោយប្រយោលរដ្ឋាភិបាលអត់ឡើងដើម្បីឲ្យទៅទទួលហ៊ុនម៉ាណែតត្រូវតែទៅពីព្រោះបើមិនចឹងទេខ្លាចត្រឡប់ទៅស្រុកខ្មែរវិញមែនទេគេរករឿងប្របាក់ចុះបញ្ជីប្របាក់អីចឹងទៅចំណាប់ខ្មាំងទី3គឺសុវត្ថិភាពក្រុមគ្រួសារហេតុអីបងប្អូនធំពីធំចុះគេអាចចាត់គ្រួសារអ្នកទាំងអស់ហ្នឹងជាចំណាប់ខ្មាំងបានទេអត់ទេប៉ុន្តែគេចាប់ឪពុកសូនតារាមួយគឺគេប្រាប់ដល់និស្សិតនៅជុំវិញពិភពលោកនេះណាចាប់ឪពុកសូនតារាជាចំណាប់ខ្មាំងមួយគឺគេប្រាប់ដល់និស្សិតជុំវិញពិភពលោកនេះដូច្នេះពួកនិស្សិតឬក៏ពលករមួយចំនួនដែលនៅក្រៅប្រទេសគាត់គិតថាភ័យអានឹងឆ្លងណាត្រសក់ស្រែឆ្លងភ័យខ្លាចគេចាប់ចំណាប់ខ្មាំងខ្លាចគេធ្វើបាបក្រុមគ្រួសារគឺត្រូវតែទៅទទួលហ៊ុនម៉ាណែតមានចំណាប់ខ្មាំងជាច្រើនទៀតនេះចំណុច
ចំណាប់ខ្មាំងទី4ពេជ្រអ៊ីមគេហៅថាចំណាប់ខ្មាំងស្រុកកំណើតចំណាប់ខ្មាំងស្រុកកំណើតមានន័យថាមនុស្សទោះជានៅក្រៅប្រទេសនឹងមហាអស្ចារ្យជប៉ុននឹងវិទ្យាសាស្ត្រឡើងមកឋាននាំភ្ញៀវទៅលេងនៅឋានប្រអិនក៏ដោយទៅតាមឋានព្រះអង្គាក៏ដោយឋានប្រចាំក៏ដោយក៏មនុស្សនៅតែទៅនឹកស្រុកកំណើតដែរបងប្អូនអាចចំណាប់ខ្មាំងស្រុកកំណើតហ្នឹងត្រែងថាបើសិនជាមិនទៅជួបខ្លួនម្នាក់មិនទៅខ្លាចគេកាត់ឈ្មោះឬខ្លាចគេចំណាំទៅស្រុកខ្មែរអត់បានអានេះគេហៅចំណាប់ខ្មាំងមែនទេស្រុកកំណើតចំណាប់ខ្មាំងមួយទៀតចំណាប់ខ្មាំងការងារចំណាប់ខ្មាំងការងារវាស្រដៀងជាមួយនឹងចំណាប់ខ្មាំងក្របខ័ណ្ឌខ្ញុំចង់សម្ដៅទៅលើមន្ត្រីដែលមានក្របខ័ណ្ឌនៅក្នុងរដ្ឋាភិបាលនិស្សិតយុវជនដែលមានត្រឡប់ដែលទទួលបានក្របខ័ណ្ឌតាមរយៈក្រសួងអប់រំមកជប៉ុនជ្រើសតាំងដោយក្រសួងអប់រំតាមរយៈក្រសួងអប់រំនេះហៅចំណាប់ខ្មាំងក្របខ័ណ្ឌចុះចំណាប់ខ្មាំងការងារចំណាប់ខ្មាំងការងារព្រោះភ័យខ្លាចពេលដែលបញ្ចប់ការសិក្សាអ្នកភាគច្រើនចង់ទៅខ្មែរដូចខ្ញុំថាយើងទឹកដីកំណើតអ្នកណាក៏ចង់ទៅមានចំណេះដឹងត្រឡប់ទៅវិញហ្នឹងគឺអត់ខ្លាចគេរើសអើងសង្គមហ្នឹងអត់មានការងារធ្វើបាទនេះយើងសរុបមកមានចំនួនច្រើនទៅមានចំណាប់ខ្មាំងក្របខ័ណ្ឌចំណាប់ខ្មាំងការងារចំណាប់ខ្មាំងស្រុកកំណើតចំណាប់ខ្មាំងទ្រព្យសម្បត្តិចំណាប់ខ្មាំងក្រុមគ្រួសារគឺជាហេតុនាំឲ្យមនុស្សទៅទទួលវិញបើគ្មានចំណាប់ខ្មាំងហ៊ុនសែនប្រកាសអត់ទៅចុះឈ្មោះអត់កត់លេខតុកព្រោះនេះគេគិតថាការគេដឹងចំនួនណាអត់គម្រាមកំហែងណាបងប្អូនណាមានតែមនុស្សដែលមន្ត្រីទូតនិងមន្ត្រីដែលគេដឹកទៅមនុស្សអត់លវីលវល់ទៅអត់មានជួច្បល់ទេអត់មានជួច្បល់ទៅហ៊ុនម៉ាណែតមកតោះយើងទៅមានទេខ្ញុំនិយាយរឿងមួយស៊ីថាខ្ញុំអ្នកមកជួបសូនតារាខ្ញុំទៅអាមេរិកខ្ញុំនិយាយសូនតារាចុះកម្រិតបាច់ចាំដល់លោកប្រធានសំរងស៊ីឬលោកស្រីមកសុខួរត្រឹមសូនតារាបងប្អូនខ្ញុំទៅមានបងប្អូនខ្លះខ្ញុំនិយាយនឹកគាត់ហ្នឹងបាទនឹកគាត់ឲ្យចង់ទៅម្ដងទៀតតែឥឡូវទៅអត់បាននឹកបងប្អូនយើងនៅអាមេរិកបងប្អូនខ្លះគាត់បើកឡាន300គីឡូម៉ែត្រណាបងប្អូនមកជួបសូនតារាហើយមិនខ្លះច្រើនទៀតណាខ្ញុំមានតែស្គាល់គាត់ទេមានគេប្រកាសអញ្ចឹងទៅហើយខ្ញុំមិនដឹងគេប្រកាសខ្ញុំទៅអាមេរិកដែរគេប្រកាសត្រាប់តែឃើញព្រើលហ្នឹងតែបងប្អូនមានតែឃើញសូនតារាមានតែហាមខ្ញុំទៅកុំបិទទេខ្ញុំអត់ចូលចិត្តមិនទេខ្ញុំនិយាយណាបិទដាក់រូបសូនតារាប្រកាសអីខ្ញុំដែរទេតែបងប្អូនយើងប្រកាសវាមានអាស័យដ្ឋាននៅក្នុងហ្នឹងបងប្អូនខ្លះបើកឡានណាបងប្អូន300គីឡូម៉ែត្រស្រុកអាមេរិកវាប្រហែលម៉ាយ200ម៉ាយជាងហ្នឹងមែនទេ300គីឡូម៉ែត្រគាត់បើកប្រហែលណាផ្លូវលឿនហ្នឹងគាត់បើកប្រហែលជា3ម៉ោង4ម៉ោងអីចឹងណាច្រើនណាស់សង្គ្រប់រដ្ឋបងប្អូនសង្គ្រប់រដ្ឋពោះខ្ញុំទៅអត់បានគ្រប់រដ្ឋទេខ្ញុំទៅចន្លោះចឹងបងប្អូនខ្លះដែលនៅចន្លោះរដ្ឋហ្នឹងគាត់ថាលោកគ្រូអត់មានមកកាត់ហ្នឹងទេបើកឡានបងប្អូនជ្រួចច្បល់ឥឡូវទៅទៀតមានបងប្អូនមកទៀតមានខ្លះមកទៅឲ្យលោកគ្រូឲ្យទៅលោកគ្រូមកទៅនៅឆ្ងាយ500គីឡូម៉ែត្រទេបងប្អូនមានខ្លះដល់ហើយនិយាយទៅពលឹះហើយ500គីឡូម៉ែត្រនៅអាមេរិកមានបងប្អូនអ្នកបើកឡានចន្លោះពី300ទៅ500គីឡូម៉ែត្រមកជួបសូនតារាដោយសេចក្តីគោរពស្រឡាញ់គ្នាទៅវិញទៅមកជាបងប្អូនខ្មែរហើយខ្ញុំមានតែឲ្យលុយគាត់ណាមានតែគាត់ឲ្យលុយខ្ញុំគាត់យ៉ាងទៅទីហោណាបើគាត់ជីមកប្របែងណានអីទៅខ្ញុំមានតែឲ្យលុយគាត់ឯណាវាយើងមើលចម្ងាយផ្លូវមើលណាអានេះគឺគេហៅថាទឹកចិត្តស្រឡាញ់ជាតិមាតុភូមិនិងការពារមនុស្សដែលមានដែលកាន់ទុំដើម្បីសេរីភាពព្រោះបងប្អូនយើងមិនចង់ឲ្យបាត់បង់មនុស្សដែលកាន់ទុំដើម្បីសេរីភាពប្រយុទ្ធតស៊ូដើម្បីសេរីភាពខ្មែរប៉ុន្តែឥឡូវយើងសួរហ៊ុនម៉ាណែតខាត់មុតបើសិនជាអត់មានដើរចុះឈ្មោះអត់មានបំភ័យមនុស្សអត់មានគម្រាមរឿងក្របខ័ណ្ឌមែនទេដាលីអ៊ុយតើមានមនុស្សទៅទេអូអាណាទៅលះបង់ទៅជួបហ៊ុនម៉ាណែតមនុស្សលះបង់មកជួបសូនតារាបងប្អូនហាក់បាននេះហើយខ្ញុំនិយាយពិតណាអ្នកនៅអាមេរិកដឹងទាំងអស់ទៅរត់ចន្លោះហ្នឹងគឺថាចម្ងាយ500 300គីឡូម៉ែត្រមានតែខ្លះដល់500គាត់បើកឡានដល់ព្រឹកមកគាត់ប្រាប់ខ្ញុំមកជុំគ្នាសប្បាយណាបងប្អូនសប្បាយណាមនុស្សដែលថាអោបថើបគ្នាអូពិតរភាពជាខ្មែរមែនទេកក់ក្ដៅណាស់អត់មានទៅបង្ខំតាណាទេអានឹងហើយបានជាខ្ញុំចង់ជម្រាបបងប្អូនថាកុំឆ្ងល់ខ្ញុំសុភ័ក្រស័យខេមរាវិមលខ្ញុំប្រៀបធៀបរឿងពីរមុននឹងបញ្ចប់រវាងអ្នកទៅជួបហ៊ុនម៉ាណែតនិងអ្នកមកជួបសូនតារាអ្នកមកជួបសូនតារាធៀបទៅនឹងបើយើងនិយាយបុណ្យកឋិនណាធៀបទៅនឹងល្ខោនបាសាក់មានតែម៉េចបុណ្យកឋិននៅវត្តមួយនៅជនបទគ្រាន់តែប្រាប់ថាបុណ្យកឋិននឹងមានក្រុមល្ខោនបាសាក់ខេត្តកំពង់ចាមដើម្បីមកសម្ដែងជូនទស្សនាមែនទេអត់ចាំបាច់ដើរទៅប្រធានភូមិអត់ចាំបាច់មានអ្នកដើរចុចឈ្មោះទេបងប្អូនណាឲ្យតែឮថាក្រុមសិល្បៈល្ខោនបាសាក់មកពីកំពង់ចាមមែនទេនៅវត្តនឹងយប់នឹងមនុស្សពេញដើរប្រជ្រៀតគ្នា
đau và chết cái niệm binh nè hả ai chồng này nét cái chụp con mà này đó đối với lý nâng thể hiện phong cái trái thì nên là vô son ra chơi mà muốn mình chọn lấy chỗ đâu vẽ xình xình nên là vô pizza ra nhưng mà trong bọc trái là bé bong ôn vô trong táchสามารถtậpบองโอนไปเนี่ยมกชุบโซนารานะสวรรค์ผูโดยละเข้ามาสักบนกระทันขออันได้ปรัชญาวัดเมียนละเข้ามาสักใครกระปงจามอาจารย์ประมวลมาใจมันซื้อเลยมันนู่มันบัดจำประเทศภูมินั้นดาวแต่จุดชั่วโมงไม่ใช่มันเนี่ยติจุกคนมาในอังกอร์บอดเปรียบโดยตะลีนั่งแต่เฮียนโครงกระจายไม่ได้ทำไมในยุคอ่านกับมันบางคนตาจุดโจดเราบีแบบเซ็งๆไงได้จุดเราเมาได้บางคนนะยุลบาเอเลนาล็อกที่ไปสุดท้ายเต้าบาสุพีตั้งบาไม่ได้ทำไมแต่นาเลียตอนเคยบางคนยังเฉลยโดยในไลน์ประดิษฐ์ไม่ทำไมครับยุลขมเอาเจ๊màขมเอาโจเลยจ้าจริงมั้ยก็มาระเบียบจอบให้บานโจกับมันมาดองใบปอนนะไปโจละใบปอนnó banไปดูใบไข่ใจkiaมั้ยคอยมักให้โซนบรรทุกบาmình thấy đây bạn nặng là báo cái đăng thơ lục cừu mốc đi dây từ hơi đây là toàn mình này rồi tấm tay ốc túi mình này ốc túi rất là chỉ xạ xây rồi xạ xây để nét lan và chuốc con bạn nấy cứ lùi tại vậy này tại ốc túi quạt trà chỉประวัติศาสตร์mà quạt miền sài đáy trà chỉประวัติศาสตร์này anh ấy cứ ấp đây phơi ở bay play nó cứ ประวัติศาสตร์ trà tùng mấy tiệt ấp miền có những mưa khẹt rồi ấp miền này rồi ô liu rưỡi còn miền này rồi lấy sợi về pinอย่าเรียกสมัยบริบรรทุกไม่ได้โยนมวยจะมันทักขยมได้เอาคนซ้อนๆแต่เติมแต่บินมันได้บริบรรทุกมันเนี่ยที่ได้มาตั้งก่อนโยนลงมาแต่เซ่ดาลีอุ้ยจ้องเก็ตก็เก็ตมาโรยบรรทุกเนี่ยเคยเนี่ยสัตว์เนี่ยฉลาดบางคนเป็นลีฮะในขนมบัตรเตี้ยเมียนปีrồiเนี่ยแต่ลือก็ใช้โจรคือประจงจัวคือแต่ประจงจัวมันเนี่ยแต่เฮียนโดยกันเนี่ยแต่ลือก็ใช้โจรประจงจัวมันแม้เติมแต่ชั้นเตี้ยที่ Cambodian Australian News Networkสำนักสิ่งรัตนะโดยกองซาใบจวงใช่ไหมมองผมเปิดปรักมันกระโดดตรงเชียดใบจวงเปิงด้วยมนุษย์ตื่นมันแม้จะชันเตะตีบางคนให้จังเกิดตัวนี้เอาเตะไปเนี่ยเกิดไม่ประจงชัวนะกี่รอบจำนวนน่ะบางคนไม่ได้เป็นผลิตแต่เฮียนปีประจงชัวกี่รอบอะแต่แรกเราให้บานกี่รอบมวยปีเลี้ยงลืมปีอย่างน้อยใบบ้วนจงกร้อยใส่ซับให้บานกี่กัดมองตรีกากำลังยืงเดินไงที่เบียนวอเตอร์เบียนใส่ซับเนี่ยนั่นนะให้บานกี่ดัชมูจิมเนี่ยนาถือชิมเนี่ยนาถือไอเมานาไงนี่ถือกันประจำกายเช่นเดิมจังบองโอนเนี่ยได้เติมกับตัวคนมันไหนคือเปรียบโดยเก๋พลงกระจายเก๋กูจวงตีโดยผลิตแต่เฮียนพลงกระจายได้เติมรถจุ่มล้วนกิ๊กเหมือนบานเบอร์กิ๊กเหมือนเติมอย่างตัวเด็กยมเฮาชมูท้าจำหนักขมันเจ้าในตัวโซนาราสุธีชนเนี่ยเติมตัวโซนาราโดยเมื่อเราเข้ากับคำเนี่ยไม่ก่อนนะปากกาถ้าเราเข้าเติมมันนู่นจังไปยังประเทศภูมินาจะชมูอันนั้นไงบางทีขยมจุ่มริบปรับบองโอนให้ไปแต่เติมในจงกรอยบอกยมไปแต่เติมคือเนี่ยตัวชุบคนมาในกระดาษคนใส่กระดาษเพียจานสไตล์เจี๊ยจมนักขมังเอาไว้คือจมนักขมังกรอบขันเพย์คล้ายบัตรบางกรอบขันของซกจมนักขมังเนี่ยตรอบสมัครปรุงมีตรอบสมัครของซกเติมตลอดสกไม้คืออย่างกิจพลังรองชนกิจพลังซ้ำแห่งซีมาเนี่ยจมนักขมังการงี้ปลุกคล้ายตลอดตัวสกไม้อเมริกาอย่างเถอะจำนักขมังครูซาปลุกคลาสวัสดิ์กับเพียบปรมครูซาที่จับอันนั้นคือจำนักขมังนั่นนี่จำนักขมังมันนี่สกปรกไหนปลุกร้อนมันดูสิตัวนะเต้าสกปรกไหนปลุกคลาบ้านแต่สกจังคนแสงคนมันนั่นก็ดังจังหวะหน้าท้าเบอร์เฟอร์เอาเมียนมันดูชันเตะเต้าตัวเดาเอาแล้วคนมันนั่นมาจะป้นมันดูเต้าคนมันนั่นมาปรางมันดูเต้าฮัดเมียนเต้าตีตัวแต่พลมแต่ใจให้รอบจุ่มนวลอันน่าวัดแต่เมียนอันนั้นเมียนตัวอันนั้นไอ้บานเด็กย้อมดีเยซ่าจงกลางเลยครับเนี่ยได้เต้าตัวคนแสงตัวคนมันไหนพิจารณาสกไตจีจมนักขมังได้ปุติเต้าแต่เต้ารูปเมียนกาเพย์คลาดในขนมสกใหม่ปริจไหมเชียร์ไปโดนนี่แต่การปริจไหมได้เตียตู้หรือตู้โซนบ่าสลัดเข้าจนประกาศพลัดโดนนักเด็กจักรยานบนโดยสายไตเปย์เมียนกับนักถึงโซนมันเจาะกาใส่ตัวประมาณจบเอาคนปริจไหมในบานตามบานตุสนากาใส่ตัวนี้ตั้งเป็นอันตัวจบเชียร์ไปโดนนี่แต่การปริจไหมได้เตียตู้หรือตู้โซนตราตลอดที่นาการพลัดรูปนักกับนักตลอดที่โนการพลัดรูปนักกับนักตลอดที่นาการโยนนั่งตลอดที่โนสนับโซนตราการปัญญาเพลสนับคนมาไหนอัพตัดน้องแม่เต็มสนับคนใส่เต้าตลกจัดจังขมิ้นกระเตะมันเดินไปจับเฟืองมาเอาตู้หรือตู้โซนตราสลัดเข้าจนประกาศพลัดรูปนักกับนักที่มาจงเก่าทรงประดามพญาโกษัตริย์เนี่ยความโตโซนตรา
ដែលទៅទួលហ៊ុនម៉ាណែតបើបានជួបសួរសំណួរមកថាតើលោកខ្មាស់គេដែរទេដែលចាប់ឪពុកសូនតារាជាចំណាប់ខ្មាំងយើងជួបគ្នាសារជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលា